នេះគឺជាអគារមួយកន្លែងដែលនៅទីក្រុងប៉ារីសប្រជាជននៅទីនោះក៏ពិតជាស្អប់អគារនេះខ្លាំងណាស់តែមានមូលហេតុអ្វីទៅតោះទៅតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាតើអ្នកទាំងអស់គ្នាដឹងទេថានៅកណ្ដាលទីក្រុងប៉ារីសដ៏ស៊ីវិល័យមានអគារខ្ពស់កប់ពពកមួយដែលត្រូវបានគេប្រសិទ្ធនាមថាជាអគារដែលអាក្រក់បំផុតនៅក្នុងពិភពលោកនេះគឺជាអគារដែលមានឈ្មោះថា Thumon Banasi វាមានកម្ពស់រហូតដល់ទៅ210ម៉ែត្រប៉ុន្តែសម្រាប់អ្នកស្រុកនៅទីនោះវាប្រៀបដូចជាស្នាមដំបៅដ៏ខ្មៅងងឹតមួយដែលមកបំផ្លាញសម្រស់ដ៏ស្រស់ស្អាតនៅទីក្រុងប៉ារីសអញ្ចឹងតាំងពីវាសាងសង់រួចនៅឆ្នាំ1973ក្នុងតម្លៃរាប់ពាន់លានដុល្លារគ្មាននរណាម្នាក់ពេញចិត្តនឹងរូបរាងប្រអប់ខ្មៅរបស់វាឡើយការស្អប់ខ្ពើមនេះខ្លាំងក្លារហូតដល់ថ្នាក់រដ្ឋាភិបាលនៅទីក្រុងប៉ារីសចេញច្បាប់ហាមដាច់ខាតមិនឲ្យមានការសាងសង់អគារខ្ពស់ៗបែបនេះនៅចំកណ្ដាលទីក្រុងទៀតឡើយប៉ុន្តែរឿងរ៉ាវមិនទាន់បញ្ចប់ត្រឹមនេះទេបន្ទាប់ពីទ្រាំទ្រនឹងពាក្យសម្ដីរិះគន់អស់រយៈពេល50ឆ្នាំពេលនេះ Tomorrow Fantasy កំពុងរៀបចំខ្លួនវះកាត់កែសម្ផស្សទ្រង់ទ្រាយធំដើម្បីជំរុះឈ្មោះជាអគារដែលអាក្រក់បំផុតចេញពីប្រវត្តិសាស្ត្រតើការកែប្រែថ្មីនេះនឹងអាចឆក់យកបេះដូងអ្នកទីក្រុងប៉ារីសបានដែរឬទេចាំទស្សនាទាំងអស់គ្នានៅភាគ2កុំភ្លេចជួយ follow និង share ម្នាក់មួយផងដើម្បីបានវីដេអូ